8 វិធីសម្រក់គីឡូដោយខ្លួនឯងបាទវីដេអូនេះរៀងវែងបន្តិចហ្នឹងហើយបាទអញ្ចឹងសូមបងប្អូនលោកពូអ្នកមីងចំណាយពេលខ្ទង់ប្រហែលជា5នាទីបាទដំបូងគឺលោកគ្រូនឹងនិយាយអំពីរបបអាហារដែលល្អដល់សុខភាពហើយនឹងការសម្រក់គីឡូបន្ទាប់មកលោកគ្រូនឹងនិយាយអំពី10ចំណុចដែលត្រូវឈប់ឬក៏ត្រូវជៀសវាងចុងក្រោយលោកគ្រូនឹងនិយាយអំពី8វិធីដើម្បីធ្វើការសម្រក់គីឡូដោយខ្លួនឯងបាទអញ្ចឹងដំបូងគឺរបបអាហារដែលល្អដល់សុខភាពនិងការសម្រក់គីឡូទី1គឺការដែលយើងហូបបន្លែចម្រុះឲ្យបានបរិមាណច្រើនទី2គឺការហូបសាច់បរិមាណល្មមអាចថាចន្លោះ2ខាំទៅ3ខាំអីក្នុងមួយថ្ងៃបាទហើយទី3គឺការប្រើប្រាស់ប្រេងល្អហ្នឹងដូចជាប្រេងដូងប្រេងអូលីវឬក៏ខ្លាញ់ឈុកចំហៀវផ្ទាល់ហ្នឹងបាទបន្ថែមពីហ្នឹងអាចប្រើគ្រាប់ចន្ទទីគ្រាប់អាល់ម៉ុនគ្រាប់ពីកានគ្រាប់វ៉លណាត់អីហ្នឹងឯងហ្នឹងក៏ហៅថាជាប្រភេទប្រេងល្អដែរខ្លាញ់ល្អដែរបាទហើយទន្ទឹមហ្នឹងបងប្អូនលោកពូអ្នកមីងត្រូវជៀសវាង5មុខនេះបាទទី1គឺជាតិម្សៅមានដូចជាបាយមីកាទៀវដឡូងត្រាវនំបញ្ចុកនំប៉័ងភីហ្សាប៊ឺហ្គឺទី2ប្រភេទស្ករសស្ករពោតស្ករអំពៅស្ករត្នោតទឹកឃ្មុំអីហ្នឹងទី3ផ្លែឈើផ្អែមហ្នឹងគឺគ្រប់ប្រភេទបាទទី4ភេសជ្ជៈផ្អែមទី5គ្រឿងស្រវឹងគ្រប់ប្រភេទអញ្ចឹងកាត់បន្ថយ5មុខហ្នឹងទៅហើយបូកផ្សំនឹងការហូបបន្លែច្រើនហូបសាច់ល្មមប្រើប្រេងល្អបែបនេះយើងហៅថារបបអាហារដែលល្អដល់សុខភាពរបបអាហារដែលល្អដល់ការសម្រក់គីឡូហើយចំពោះមុខម្ហូបវិញគឺយើងញ៉ាំម្ហូបបានគ្រប់បែបគ្រប់យ៉ាងចង់ឆាចង់ចៀនចង់ស្ងោរចង់អាំងចង់ភ្លាចង់ញោមចង់ខចង់ផាក់លើអីគឺអាចញ៉ាំបានទាំងអស់គ្រាន់តែញ៉ាំឲ្យត្រូវរបៀបបាទអាហ្នឹងហៅថារបបអាហារសុខភាពល្អហើយអញ្ចឹងយើងចូលដល់ផ្នែកទី2គឺឈប់10ចំណុចនេះដើម្បីឲ្យបានសុខភាពល្អផងស្រក់គីឡូដែលលើសផងបាទឈប់អីខ្លះទេ10ចំណុចហ្នឹងបាទទី1គឺឈប់ហូបសាច់បរិមាណច្រើនឈប់ហូបសាច់បរិមាណច្រើនទី1ទី2ឈប់ហូបបាយបរិមាណច្រើនទី3ឈប់ហូបជាតិម្សៅបរិមាណច្រើនទី4ឈប់ហូបចិត្តចុកញឹកញាប់ទី5ឈប់ហូបផ្លែឈើផ្អែមបរិមាណច្រើនទី6ឈប់ stress ជាប្រចាំបើមាន stress ហើវិធីដើម្បីដោះស្រាយ stress ហ្នឹងទៅកុំប្រើវិធីហូបដើម្បីដោះស្រាយ stress បាទទី7ឈប់ហូបភេសជ្ជៈផ្អែមបរិមាណច្រើនចាប់ផ្ដើមហូបភេសជ្ជៈដែលអត់ផ្អែមវិញបាទទី8ឈប់ហូបគ្រឿងស្រវឹងបរិមាណច្រើនទី9ឈប់ខ្ជិលហាត់ប្រាណទី10ឈប់ជក់ឈប់ភាសាបារីបាទអញ្ចឹងបងប្អូនលោកពូអ្នកមីងឈប់ធ្វើ10ចំណុចខាងលើមិញហ្នឹងបាទហើយឥឡូវចូលដល់8វិធីដើម្បីអនុវត្តទៅដើម្បីឲ្យស្រក់គីឡូមកដល់ទម្ងន់ស្តង់ដារហើយរក្សាគីឡូស្តង់ដារហ្នឹងណាបានទន្ទឹមហ្នឹង8វិធីហ្នឹងក៏ជួយឲ្យបងប្អូនចុះជាតិស្ករពីកម្រិតលើសមកជាតិស្ករកម្រិតធម្មតាចុះពីខ្លាញ់ឬក៏កូលេស្តេរ៉ុលដែលលើសហ្នឹងណាមកដល់កម្រិតធម្មតាហើយចុះជាតិអាស៊ីតដែលលើសហ្នឹងមកកម្រិតធម្មតាអញ្ចឹង8វិធីខាងក្រោមនេះនឹងជួយបងប្អូនឲ្យស្រក់គីឡូផងបានសុខភាពល្អផងបន្ថយជាតិស្ករបន្ថយជាតិខ្លាញ់ហើយបន្ថយអាស៊ីតឲ្យមកធម្មតាឲ្យមកសុខភាពល្អបាទអញ្ចឹង8វិធីហ្នឹងមានអីខ្លះទៅបាទទី1គឺហូបបន្លែបៃតងបរិមាណច្រើនបាទពេលបែបនេះទៅបងប្អូននឹងហូបគ្រប់ជីវជាតិទី2ហូបសាច់បរិមាណល្មមហូបឲ្យឆ្ងាញ់ទៅតែហូបបរិមាណល្មមខ្ទង់2ខាំឬក៏3ខាំក្នុងមួយថ្ងៃទៅបាទហើយទី3បាទគឺហូបប្រេងល្អឲ្យបានគ្រប់គ្រាន់ឲ្យបានឆ្អែតអញ្ចឹងប្រេងមានអីខ្លះមានប្រេងដូងមានប្រេងអូលីវមានខ្លាញ់ជ្រូកចំហៀវមានខ្លាញ់គោមានខ្លាញ់ត្រីមានគ្រាប់ណាត់គ្រាប់ចន្ទទីគ្រាប់អាល់ម៉ុនភីកាតវ៉លណាត់ម៉ាខាដាមៀឡាក់បាទ
ហើយទី4បងប្អូនត្រូវហូបទឹកឲ្យគ្រប់គ្រាន់ទឹកមួយថ្ងៃហូបយ៉ាងហោច2 លីត្រកន្លះ2 លីត្រកន្លះយ៉ាងហោចបាទហើយទី5គឺធ្វើ fasting មានថាអត់ញ៉ាំជិបចប់ទេពជាពេលអាហារបានយូរមួយថ្ងៃព្យាយាម fasting ឲ្យបាន16 ម៉ោងទៅ18 ម៉ោងទៅឬក៏20 ម៉ោងទៅសម្រាប់បងប្អូនខ្លះចាំបាច់ត្រូវ fasting រហូតដល់23 ម៉ោងបាទអញ្ចឹងទី5ទី6គឺធ្វើលំហាត់ប្រាណអាចទៅហាត់ប្រាណនៅជីមក៏បានទៅលេងកីឡាក៏បានឬក៏ទៅដើរជុំវិញសួនដើរជុំវិញផ្ទះឬក៏ទៅហែទឹកឬក៏ទៅជិះកង់ទៅវាយសីលេងពីងប៉ុងអីអូខេធ្វើមួយណាក៏បានដែរបាទទី7គេងឲ្យគ្រប់គ្រាន់ព្យាយាមឆាប់ចូលគេងមកយប់ព្យាយាមគេងយ៉ាងហោចបាន7 ម៉ោង8 ម៉ោងអញ្ចឹងទៅពេលយើងគេងគ្រប់ទៅយើងមានថាមពលបាទអញ្ចឹងយើងអត់ទៅញ៉ាំអីជិបចប់ទៀតទេព្រោះយើងគេងគ្រប់គ្រាន់យើងមានកម្លាំងរួចទៅហើយទី8ក៏សំខាន់ដែរគឺកាត់បន្ថយ stress អាចលំហាត់ប្រាណដង្ហើមដកដង្ហើមវែងឬក៏ទៅហាត់យូហ្គាកន្លះម៉ោងឬក៏1 ម៉ោងទៅឬក៏ទៅសមាធិកន្លះម៉ោងឬក៏1 ម៉ោងទៅឬក៏ដើរទៅ shopping ឬក៏ដើរទៅកម្សាន្តនេះឬក៏កម្សាន្តកន្លែងនោះទៅដើម្បីកាត់បន្ថយ stress ឬក៏ការជជែកលេងជាមួយមិត្តភ័ក្តិទៅដើម្បីកាត់បន្ថយ stress បាទអញ្ចឹងបើសិនជាអនុវត្ត8វិធីខាងលើហ្នឹងណាបានដោយខ្លួនឯងបងប្អូនលោកពូឬក៏អ្នកមីងអាចស្រក10 គីឡូទៅ20 គីឡូបានដោយងាយក្នុងរយៈពេល90 ថ្ងៃបាទអញ្ចឹងបើសិនបងប្អូនឬក៏លោកពូអ្នកមីងធ្វើ8ចំណុចខាងលើហ្នឹងបានចាប់ដើមអនុវត្តទៅអាចធ្វើបានដោយខ្លួនឯងបាទហើយសូម share វីដេអូនេះបាទយ៉ាងហោចឲ្យបាន5នាក់5នាក់ណាបាទ share បាន5បាទដើម្បីលាបសំណាងសុខភាពដល់ខ្លួនឯងផងដល់ញាតិមិត្តផងបាទអញ្ចឹង share បាន5នាក់បាទកុំ share 1 share 5បាទមួយទៀតបើគិតថាបងប្អូនលោកពូអ្នកមីងអត់អាចអនុវត្ត8ចំណុចខាងលើនោះបានដោយខ្លួនឯងទេអញ្ចឹងបងប្អូនលោកពូអ្នកមីងអាចចុះឈ្មោះចូលរួមវគ្គសិក្សារយៈពេល90 ថ្ងៃបាទហ៊ានផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូប្រឹក្សាផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូបានបាទអញ្ចឹងបើសិនជាចាប់អារម្មណ៍តំណាក់តំណងតាមលេខ Telegram នេះ 088 2 366 366 ឬតាម link Telegram ខាងក្រោមវីដេអូនេះ